មុខប្រហុកថ្ងៃនេះបងប្អូនពិតជាឆ្ងល់ហើយហេតុអីក៏ឃើញធ្វើកាទះថ្នោតធំបែបនេះបងប្អូនហើយបាយជានំបញ្ចុកវិញគឺ500គីឡូបងប្អូនណាសម្រាប់ភ្ញៀវ1000នាក់នេះគឺទទួលពេលព្រឹកគឺទទួលបបរផងបាយផងរហូតដល់ល្ងាចអញ្ចឹងទីបំផុតទៅនំបញ្ចុកយើងក៏សល់ប្រហែលចំនួន200គីឡូ250គីឡូអញ្ចឹងក៏ចែកតាមភូមិបន្តទៀតអញ្ចឹងដែរណាគឺធ្វើបុណ្យដាក់ទានថ្ងៃនេះគឺសប្បាយសប្បាយមែនតែនតែម្ដងផ្ទះមីងរបស់ខ្ញុំជាពិសេសគាត់ធ្វើឲ្យខ្វះទេអញ្ចឹងណាគាត់ធ្វើឲ្យដាក់ទានដល់បានបនធ្វើបនដាក់ទានអញ្ចឹងដែរអញ្ចឹងធ្វើបន7ថ្ងៃអញ្ចឹងបងប្អូនណាដែលឃើញវីដេអូនេះសូមជួយ like ជួយ share ម្នាក់មួយផងដើម្បីចែកបនទាំងអស់គ្នាផងណាចា៎នេះជាចុងភៅបងប្អូននៅភូមិធ្នួងណាបងប្អូនជាមួយចំណាំមុខគាត់ផងគាត់ជាមេចុងភៅគឺស្លោឆ្នាំងណាក៏សាច់ស្លាំងណាក៏ឆ្ងាញ់សម្លប្រហើរក៏ឆ្ងាញ់សម្លការីក៏ឆ្ងាញ់ដែរជាពិសេសនោះមិនចេះឆ្មាំងឆ្មៃទេគឺញញឹមញញែមជាមួយយើងរាក់តាក់គឺចុងភៅនេះគឺមិនកញ៉េកញ៉ៅកតេកតើដាក់យើងទេអញ្ចឹងណាហើយសម្លនេះដែរមិនតន់ងុំទេបងប្អូនតែមកពុះទេណាបើពេលដែលងុំសម្លការីយើងនេះពណ៌កលគឺស្អាតមែនតែនតែម្ដងហើយអានេះវាទៅតែមកពុះទេណាមកពុះវាមិនតន់ងុំគ្រឿងអញ្ចឹងមើលទៅដូចពណ៌រាងស្លែតប៉ុន្តែបន្លែវិញដាក់តំណងហើយបងប្អូនគឺគាត់តែមើលក៏ដឹងតែឆ្ងាញ់ដែរថ្ងៃនេះចាយន្ទីហូបទាំងឆ្ងាញ់ទាំងក្លោប្រហើរឆ្ងាញ់ទាំងតឡការីហូបយ៉ាងបាច់ពុះហើយសម្រាប់ប៉ុនថ្ងៃនេះចឹងបងប្អូនថាកម្មវិធីប៉ុនឬការបងប្អូនអាចតាក់ទងនឹងចុងភៅនឹងបានណាបងប្អូនគាត់ទទួលប៉ុននឹងការគាត់ពីអ្នកប្តីប្រពន្ធរបស់គាត់ណាគាត់ទទួលបានជានិច្ចតែម្ដងហើយថ្ងៃនេះក៏ឆ្លៀតមានឆ្លៀតពេលបន្តិចក៏ឆ្លៀតថតចែកជូនបងប្អូនបន្តិចទៅថ្ងៃហ្នឹងណាសូមអធិស្ឋានផងបងប្អូនណាហេតុអីក៏ចែនទីក៏ច្រើនផ្ទះយ៉ាងនេះចាំពិតមានកម្មវិធីចឹងក៏មីងរមកទៅរហើយក៏ឆ្លៀតពេលបន្តិចមកឆ្លៀតថតចែកជូនបងប្អូនកុំឲ្យបាត់វីដេអូចែកទីចឹងណាចឹង MMO ទៅតាណាដាក់តំណងហើយអត់មានចាំដៃដនទេឲ្យតែឃើញវីដេអូណាតំណងគឺថតទុកឲ្យបងប្អូនមើលទៀតហើយសម្រាប់ចែកជូន fan តាមដានចឹងកុំអត់បាត់វីដេអូចឹងដែរចឹងវីដេអូនេះគឺសិតតែចឹងជាវីដេអូសម្លខ្មែររបស់យើងតាំងពីដើមមកដែរទេបងប្អូនណាគឺអត់បានឆ្លងចល័យចំណងvớiគេទេហើយនេះគឺជាប្រព័ន្ធចុងភៅបងប្អូនគាត់កំពុងតែធ្វើគ្រឿងញោមសម្រាប់ឲ្យគេខ្លាយល្ងាចចឹងណាទឹកជាលក់បងប្អូនណាគេហៅទឹកត្រីផ្អែមសម្រាប់ជ្រោយទឹកញោមទឹកសម្រាប់ខ្លែងល្ងាចចឹងដែរបាយជាសម្លងអានេះគឺ9ទៅ10ប្រទេសឯណោះបងប្អូនណាគឺស្លការី6ចាវគឺស្លប្រហើរនោះចំនួន2ចាវគឺប្រហែលទេ8ចាវបងប្អូន8គឺ8ចាវនេះក៏បងប្អូនគឺពេញផ្ទះតែម្ដងហើយដឹងជាចុងភើងរៀនស្លប្រហែលឆ្នាំហើយទេបងប្អូនគាត់ស្លមកគឺឆ្ងាញ់គ្រប់មុខតែម្ដងណាមិនថាសម្លកាមិនថាសម្លប៉ុនអីបងប្អូនគាត់ស្លបានឆ្ងាញ់គ្រប់មុខតែម្ដងហើយអញ្ចឹងបងប្អូនមានកម្មវិធីប៉ុនឬការតាក់ទងគាត់ណាគាត់នៅភូមិធ្នួងណាបងប្អូនចឹងស្លការីនេះដែរនាងខ្ញុំក៏ធ្លាប់ថតវិចែកជូនបងប្អូនមួយសារហើយប៉ុន្តែនេះជាខ្នាតតូចតែនេះជាខ្នាតធំគាត់បង្ហាញត្រួសទេប៉ុន្តែគ្រឿងអីបងប្អូនដាក់ដូចតែគ្នាទេណាតាមតិចចលោតិចដាក់តិចតាមឡឆ្នាំងធំគេដាក់គ្រឿងរៀងក្រាស់ដែរអញ្ចឹងទៅក៏ថតស្ប្រាយត្រៃតិចទេហើយនេះបាយពណ៌កឡពេលដាច់ទឹកទៅបងប្អូននឹងគឺពណ៌កឡក្រហមឆ្អិនឆ្អៅតែម្ដងគឺការីគឺច្បាស់ជាការីប្រហើរគឺច្បាស់ជាសឡប្រហើរអញ្ចឹងតែម្ដងអញ្ចឹងពេលដួសត្រូវតែដួសបោយអញ្ចឹងហ្មងបងប្អូនបោយវែកធំដែរទៅដួសបានយើងដាក់បោតទៅត្រូវទៅដួសទៅដាក់ខាងមុខទៅយើងបីដាក់ឆ្នាំងបន្តយកទៅជួបចែកភ្ញៀវអញ្ចឹងណាភ្ញៀវក៏មកហាអញ្ចឹងដែរហើយនេះប្រពន្ធចុងភៅបងប្អូនញញឹមស្រស់មែនតែម្ដង